បាទកុំថាឡើយ Nuno Mendes កុំថាឡើយកីឡាករ Sergio Ramos អត់អាចទប់គាត់ជាប់ទេ 1vs1 មួយទល់មួយមិនមានអ្នកណាអាចបញ្ឈប់ Messi បានទេនៅលើពិភពលោកនេះនៅក្នុងវិស័យបាល់ទាត់ត្រូវទទួលស្គាល់ថា Messi គឺជាកីឡាករដែលល្អបំផុតគឺមួយទល់មួយគ្មានអ្នកណាអាចបញ្ឈប់គាត់បានទេខ្ញុំនិយាយនេះដោយសារតែខ្ញុំនៅទាន់ចំនួននៃ Messi កំពុងតែឡើងខ្លាំងបាទសួស្តីបងប្អូននៅក្នុងការប្រកួតពានរង្វាន់ FIFA Club World Cup ឆ្នាំ2025នៅលើទឹកដីនៃសហរដ្ឋអាមេរិកបានរកឃើញក្រុមទាំង16ដែលឈ្មោះដំណើរមកកាន់ការប្រកួតវគ្គ Knockout Stage ឬវគ្គចាញ់ធ្លាក់ហើយសុទ្ធសឹងតែជាជើងខ្លាំងមកពីឡាទីនទៅមកពីខាងអាមេរិកខាងជើងទៅមកពីខាងតំបន់អាស៊ីទៅមកពីអឺរ៉ុបទៅហើយអ្វីដែលសំខាន់ក្រុមដែលយើងចាប់អារម្មណ៍ខ្លាំងជាងគេគឺក្រុមបាល់ទាត់ Paris Saint-Germain ជាមួយនឹងក្លឹបបាល់ទាត់នៅក្នុងប្រទេសអាមេរិកគឺ Inter Miami ហើយបងប្អូនយើងបានលើកឡើងជាច្រើនពាក់ព័ន្ធនឹងការប្រកួតរវាង Paris ជាមួយនឹង Inter Miami ចំពោះកីឡាករ Lionel Messi ដែលជាអតីតកីឡាកររបស់ក្លឹបបាល់ទាត់ Paris Saint-Germain នឹងត្រូវប្រជុំមុខគ្នាជាមួយនឹងក្រុមចាស់របស់ខ្លួនហើយអ្វីដែលសំខាន់នោះគឺគេបានលើកឡើងពាក់ព័ន្ធនឹង Messi និងកីឡាករ Nuno Mendes ព្រោះ Messi គឺលេងស្លាប់ខាងស្ដាំគាត់អាចនឹងជន់ឬក៏គាត់ត្រូវប្រជុំមុខជាមួយនឹងកីឡាករ Nuno Mendes ដែលជាខ្សែការពារដ៏ល្អកំពុងតែលេចធ្លោខ្លាំងនៅក្នុងទ្វីបអឺរ៉ុបហើយក៏ជាខ្សែការពារខាងឆ្វេងដ៏ល្អបំផុតនៅក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្នដូចគ្នាហើយអ្វីដែលសំខាន់នោះគឺ Nuno Mendes ធ្លាប់បានលុកបាទឬក៏គាត់បិទការពារកីឡាករ Mohamed Salah ឲ្យជាប់បាទមាន Bukayo Saka ក៏ជាប់ហើយមាន Lamine Yamal ក៏ជាប់អញ្ចឹងក៏មានការប្រៀបធៀបច្រើនពាក់ព័ន្ធនឹងកីឡាករ Lionel Messi តើ Messi អាចធ្វើបែកកីឡាករ Nuno Mendes ដែរទេឬក៏ Mendes អាច stop ឬក៏អាចបញ្ឈប់កីឡាករ Lionel Messi បានដែរឬទេតាមពិតទៅចំណុចនេះខ្ញុំគិតថាបងប្អូនយើងប្រហែលជាមានអ្នកខ្លះគាត់លើកឡើងដើម្បីចាំមើលការប្រកួតហ្នឹងថាតើនឹងទៅជាយ៉ាងណាប៉ុន្តែខ្ញុំគ្រាន់តែចង់ក្រើនរំលឹកបងប្អូនយើងបន្តិចព្រោះថាMessi ឥឡូវនេះគឺគាត់ចូលវ័យ38ឆ្នាំហើយបាទប្រហែលថ្ងៃមុននេះគាត់ចូលវ័យ38ឆ្នាំហើយNuno Mendes នេះគឺគាត់នៅ23ឆ្នាំទេអញ្ចឹងបើយើងគិតពីចន្លោះអាយុគឺខុសគ្នា15ឆ្នាំហើយ Messi ឥឡូវនេះក៏មិនមែនដូច Messi ពីមុនដែរសួរតើបើសិនជា Nuno Mendes អាច stop អាចបញ្ឈប់ Messi អាចទម្លាក់ក្រុមបាល់ទាត់ Inter Miami តើយើងនឹងគូដាក់បន្ទុកទៅ Messi ថា Messi គាត់ខ្សោយឬក៏ Messi គាត់អន់ឬក៏គាត់មិនអាចធ្វើបាយកីឡាករ Nuno Mendes ដែរឬទេអញ្ចឹងចំណុចនេះខ្ញុំគិតថាប្រហែលជាមានបងប្អូនជាអ្នកគ្រប់គ្រងជាច្រើនចង់លើកឡើងពីចំណុចទាំងអស់នេះក៏ប៉ុន្តែខ្ញុំចង់ក្រើនរំលឹកបងប្អូនថា Messi គាត់ចាស់ហើយគាត់អត់ដូចមុនទេបើការលេងរបស់គាត់មិនដូចមុនទេប្រសិនបើ Messi ដូចមុនប្រសិនបើ Messi ដូចការគាត់កំពុងតែពេញលេងកុំថាឡើយ Nuno Mendes បាទកុំថាឡើយ Nuno Mendes កុំថាឡើយកីឡាករ Sergio Ramos អត់អាចទប់គាត់ជាប់ទេ 1vs1 មួយទល់មួយមិនមានអ្នកណាអាចបញ្ឈប់ Messi បានទេនៅលើពិភពលោកនេះនៅក្នុងវិស័យបាល់ទាត់ត្រូវទទួលស្គាល់ថា Messi គឺជាកីឡាករដែលល្អបំផុតគឺមួយទល់មួយគ្មានអ្នកណាអាចបញ្ឈប់គាត់បានទេខ្ញុំនិយាយនេះដោយសារតែខ្ញុំនៅទាន់ចំនួននៃ Messi កំពុងតែឡើងខ្លាំងហើយ Messi ចំនួននោះខ្ញុំចង់និយាយថាខ្ញុំមើលការប្រកួត El Clasico ប៉ះមួយ Real Madrid ណាមួយទល់មួយ Ramos គាត់ទាញ Ramos ផុយឲ្យតទីបានស្រួលបំផុតនិយាយទៅគឺបើយើងធៀបយក Messi ឥឡូវនេះមកប្រៀបធៀបមកអាចថា compare ជាមួយនឹងកីឡាករផ្សេងដូចជាយក Nuno Mendes មកប្រៀបធៀបជាមួយគាត់ខ្ញុំគាត់ថាខុសគ្នាបន្តិចហើយព្រោះ level របស់គាត់ចុះមកលេងអាមេរិកនេះគឺបានតែគាត់តម្រង់របស់គាត់រៀងធ្លាក់ចុះហើយបានគាត់ត្រឡប់មកលេងនៅលើទឹកដីសហរដ្ឋអាមេរិកដើម្បីបន្តអាជីពរបស់គាត់អញ្ចឹងបើយើងយកការប្រកួតដែលជាមួយនឹងប៉ារីសហ្នឹងដាក់បន្ទុកគាត់ថា Messi អត់ណាអាចធ្វើបែក Nuno Mendes អត់អាចអស់ដាច់ខ្សែការពាររបស់ប៉ូទុយហ្គាល់ផង Messi ល្អអីអត់ទេគឺ Messi ខ្ញុំចង់និយាយថាមើលពេលដែលគាត់ឡើងតម្រង់ខ្លាំងលើលោកនេះគ្មានអ្នកណាគេអាចបញ្ឈប់គាត់បានខ្សែការពារណាម្នាក់ក៏ដោយកុំថាឡើយ Ramos កុំថាឡើយ Marcelo មួយទល់មួយខ្ញុំហ៊ាននិយាយហ្មងគ្មានអ្នកណាអាចបញ្ឈប់ Messi បានទេលើលោកនេះគ្មានអ្នកណាអាចបញ្ឈប់ Messi មួយទល់មួយនៅពេលដែល Messi កំពុងតែពេញកម្លាំងលេងឬក៏ Messi កំពុងតែពេញឡើងបងប្អូនយើងបើសិនជាយើងបានឃើញអាការប្រកួតចំនួន Messi គាត់កំពុងពេញ El Clasico គ្មានអ្នកណាគេអាចបញ្ឈប់គាត់បានទេមួយស្មើខ្ញុំនិយាយមែនសូម្បីតែខ្សែការពារកំពូលកាចរបស់ Real Madrid ក៏ដោយក៏មិនអាចបញ្ឈប់ Messi បានដែរកីឡាករ Sergio Ramos នេះខ្ញុំឃើញជាក់ស្ដែងខ្ញុំបានមើលការប្រកួតនោះទៀតគឺ Messi ពិបាកចាប់ណាស់សូម្បីតែ Arsene Wenger អតីតគ្រូបង្វឹករបស់ក្រុមបាល់ទាត់ Arsenal លោកបានលើកឡើងថានៅលើលោកនេះគ្មានកីឡាករណាអាចបញ្ឈប់ Lionel Messi បាននោះទេ Messi គឺជា God Messi គឺជាកីឡាករដែលល្អបំផុតហើយខ្ញុំនិយាយនេះមិនមែនថាខ្ញុំលើក Messi ហើយថា Ronaldo អត់ល្អទេ Ronaldo គាត់មានចំណុចរបស់គាត់ Messi គាត់មានចំណុចរបស់គាត់អញ្ចឹងកំឡុងពេលនេះការប្រកួតជាមួយនឹង Paris Saint-Germain ទោះបីចាញ់ធ្លាក់ក៏ដោយឬក៏ចាញ់ Paris ក៏ដោយ
ខ្ញុំគិតថា Messi នៅតែជាកីឡាករដ៏ល្អបំផុតហើយ Nuno Mendes ឥឡូវនេះយើងឃើញគាត់ក៏ពេញឡើងហើយគាត់កំពុងអាយុមកគាត់អាយុកាលរបស់គាត់ក៏ពេញល្អ23ឆ្នាំហើយ Messi គាត់ចូល40ឥឡូវហើយអញ្ចឹងមិនអាចយកមកប្រៀបធៀបគ្នាបានទេប៉ុន្តែបើយើងនិយាយអំពីចំណុចនៅពេលដែលពួកគាត់ឡើងដូចគ្នាកុំថា Nuno Mendes មិនអាចបញ្ឈប់ Messi បានទេបាទ Messi បានទេបាទមិនអាចបញ្ឈប់ Messi បានទេ Messi មិនឡាមីនយ៉ាម៉ាល់ហើយក៏មិនបូកូយ៉ូសាកាហើយក៏មិនម៉ូសាឡាដែរបើពេញឡើងតម្រង់ដូចគ្នាគ្មាននរណាបញ្ឈប់គាត់បានទេចឹងមានអ្វីច្រើននេះយើងចាំតែអត់មើលបន្តទៀតថាតើការប្រកួតនៅក្នុងវគ្គ Knockout Stage នៃពានរង្វាន់ UEFA នៅពានរង្វាន់ FIFA Club World Cup នឹងទៅជាយ៉ាងណាផងដែរអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូនេះកុំភ្លេចជួយ share ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ